សូមគោរពជំរាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ចំបៃ TV ថ្ងៃនេះចំបៃ TV នឹងនិយាយអំពីរឿងសំខាន់បំផុតមួយសម្រាប់ជីវិតប្រចាំថ្ងៃតែអ្នកដឹងទេថាពេលភ្ញាក់ពីដនេកពេលព្រឹកគឺជាពេលវេលាសំខាន់បំផុតក្នុងមួយថ្ងៃព្រោះវាអាចកំណត់ថាថ្ងៃនេះអ្នកនឹងស្រស់ថ្លានិងមានថាមពលឬទេពេលយើងភ្ញាក់ពីដំណេករាងកាយទើបតែចាប់ផ្ដើមដំណើរការឡើងវិញនៅពេលនោះអ្វីដែលអ្នកធ្វើដំបងគឺអាចជាឧបសគ្គឬក៏ជាគន្លឹះឲ្យមានសុខភាពល្អនិងអាយុវែងមានច្រើនទម្លាប់តូចៗដែលមើលទៅធម្មតាប៉ុន្តែមានអត្ថន័យធំសម្រាប់សុខភាពការធ្វើឲ្យត្រឹមត្រូវអាចជួយឲ្យបេះដូងធ្វើការរលូនការរំលាយអាហារល្អជួយកាត់បន្ថយហានិភ័យជំងឺផ្សេងៗនិងធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តពេញមួយថ្ងៃដូច្នេះថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ប៉ាំយ៉ាងសំខាន់ដែលត្រូវធ្វើនៅពេលភ្ញាក់ពីព្រឹកតើប៉ាំយ៉ាងនោះមានអ្វីខ្លះតោះចាប់ផ្ដើមទៅជាមួយគ្នាតែមុននឹងចាប់ផ្ដើមសូមលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel ចំបៃ TV ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យយើងខ្ញុំផលិតវីដេអូសុខភាពជាបន្តទៀតសូមអរគុណទី1គុំក្រៅភ្លាមមនុស្សភាគច្រើនមានទម្លាប់ភ្ញាក់ភ្លាមហើយក៏ងើបចេញពីគ្រែភ្លាមតែអ្នកដឹងទេថាទម្លាប់នេះមិនមានប្រយោជន៍ឡើយពិតប្រាកដទៅទៀតវាអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពផងដែរពេលយើងដេកពេញមួយរាត្រីជាពិសេសនៅអំឡុងដំណេកស្កប់ស្កល់សម្ពាធឈាមនិងចង្វាក់បេះដូងរបស់យើងក៏មានការផ្លាស់ប្ដូរទៅរាងកាយស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់សរីរាង្គខ្លះធ្វើការយឺតជាងពេលយើងមិនទាន់គេងដូច្នេះបើភ្ញាក់ឡើងហើយងើបឡើងភ្លាមនោះឈាមមិនទាន់បញ្ជូនបានគ្រប់គ្រាន់ទៅកាន់ខួរក្បាលវាអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍ថាឈឺក្បាលភ្លាមវិលមុខឬងងឹតភ្នែកគ្រាន់តែភ្ញាក់ខុសរបៀបអាចនាំឲ្យគ្រោះថ្នាក់បានដែរអ្នកជំនាញបានផ្ដល់អនុសាសន៍ថាពេលភ្ញាក់ឡើងកុំងើបចេញពីគ្រែភ្លាមសម្រាប់ដេកលើគ្រែបន្តិចប្រហែល1ទៅ2នាទីក្នុងពេលនោះអ្នកអាចដកដង្ហើមវែង3ទៅ5ដងដើម្បីឲ្យខួរក្បាលទទួលអុកស៊ីហ្សែនបន្ទាប់មកពុតខ្លួននិងធ្វើចលនាដៃជើងខ្លះៗដើម្បីជំរុញឲ្យឈាមជេនចូលតាមសរសៃបានស្រួលបន្ទាប់ពីនោះទើបអង្គុយឬងើបចេញពីគ្រែអ្នកអាចគិតថាវាដូចជាការធ្វើកម្ដៅរាងកាយតូចមុនពេលចាប់ផ្ដើមថ្ងៃថ្មីឧទាហរណ៍ដូចជាឡានមួយដែលយើងមិនអាចបើកភ្លាមនៅពេលម៉ាស៊ីននៅត្រជាក់យើងត្រូវឲ្យម៉ាស៊ីនកម្ដៅបន្តិចមុននឹងបើកដំណើរការរាងកាយយើងក៏ដូចគ្នាការចំណាយពេលត្រឹមតែពី3នាទីលើគ្រែបន្ទាប់ពីភ្ញាក់អាចធ្វើឲ្យអ្នកមានថ្ងៃថ្មីដែលស្រស់ថ្លាមានថាមពលនិងកាត់បន្ថយហានិភ័យសុខភាពបានយ៉ាងច្រើនទី2ផឹកទឹកមួយកែវបន្ទាប់ពីយើងភ្ញាក់ពីដំណេកព្រឹករាងកាយរបស់យើងបានបាត់បង់ទឹកយ៉ាងច្រើនពេលយប់ទឹកត្រូវបានបាត់បង់តាមស្បែកតាមដង្ហើមហើយតាមដំណើរការផ្សេងក្នុងរាងកាយដូច្នេះនៅពេលព្រឹករាងកាយយើងកំពុងនៅក្នុងសភាពស្រេកទឹកអ្វីដែលត្រូវការបំផុតគឺទឹកសុទ្ធមិនមែនកាហ្វេឬទឹកផ្អែមទេអ្វីដែលអ្នកគួរធ្វើគឺផឹកទឹកមួយកែវប្រហែល250មីលីលីត្រការញ៉ាំទឹកមួយកែវពេលភ្ញាក់ពីគេងនេះមានអត្ថប្រយោជន៍មហិមាជួយលាងសម្អាតសារធាតុពុលនៅក្នុងខ្លួនបន្ទាប់ពីភ្ញាក់ពីគេងជួយការពារតម្រងនោមនិងថ្លើមដោយបង្កើនការបញ្ចេញទឹកនោមនិងជំរុញជាតិពុលចេញតាមទឹកនោមបង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារដោយរៀបចំក្រពះឲ្យរួចរាល់សម្រាប់ទទួលយកអាហារពេលព្រឹកជួយឲ្យស្បែកភ្លីរលោងព្រោះស្បែកអាស្រ័យលើជាតិទឹកក្នុងខ្លួនបញ្ហាដែលជួបជាញឹកញាប់គឺមនុស្សជាច្រើនចាប់ផ្ដើមពេលព្រឹកដោយផឹកកាហ្វេភ្លាមតើអ្នកដឹងទេថាកាហ្វេមានសារធាតុបង្កឲ្យរាងកាយរឹតតែបាត់បង់ជាតិទឹកបន្ថែមទៀតវាធ្វើឲ្យអ្នកស្រេកទឹកច្រើនជាងមុនដូច្នេះសូមចាំថាផឹកទឹកសិនមុនពេលកាហ្វេឬតែទឹកជាគន្លឹះដំបូងក្នុងការចាប់ផ្ដើមថ្ងៃថ្មីដោយសុខភាពល្អគ្រាន់តែទម្លាប់តូចនេះអាចធ្វើឲ្យអ្នកមានថាមពលបន្ថយការក្លាយជាមនុស្សស្លេកស្លាំងព្រមទាំងជួយឲ្យប្រព័ន្ធរាងកាយដំណើរការល្អប្រសើរជាងមុនចំណាយពេលត្រឹមតែ2វិនាទីសម្រាប់ផឹកទឹកមួយកែវពេលភ្ញាក់ពីគេងអាចផ្លាស់ប្ដូរសុខភាពរបស់អ្នកបានយូរអង្វែងទី3ហាត់ប្រាណការហាត់ប្រាណពេលព្រឹកមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយមិនចាំបាច់ទៅហាត់ធ្ងន់ឬទៅក្លឹបហាត់ខ្លាំងនោះទេ
គ្រាន់តែចាប់ផ្ដើមជាមួយការហាត់សាមញ្ញៗនៅពេលព្រឹកអាចផ្លាស់ប្ដូរជីវិតអ្នកបានមានរបៀបងាយៗដែលអ្នកអាចធ្វើបាន 1. ដើរលឿន10ទៅ15នាទីដើរលឿនបន្តិចព្រមជាមួយការដង្ហៅវែងៗអាចជួយបើកសរសៃសាច់ដុំនិងឈាមឆ្លងទៅកាន់សាច់ដុំនិងខួរក្បាលបានល្អ 2. Stretching ធ្វើ stretching សាមញ្ញៗដូចជាកោងខ្នងបត់ជើងដើម្បីបើកសរសៃនិងសាច់ដុំវាជួយបង្កើនភាពល្អនៃចលនារបស់រាងកាយ 3. Yoga ឬ Meditate ការធ្វើ Yoga ឬ Meditate ជួយបន្ធូរ stress និងធ្វើឲ្យរាងកាយស្ថិតស្ងប់ស្ងាត់វាក៏ជួយកំណត់ចិត្តនិងសម្រួលអារម្មណ៍សម្រាប់ថ្ងៃថ្មីផងដែរអត្ថប្រយោជន៍របស់ការហាត់ប្រាណពេលព្រឹកគឺជាបង្កើនចលនារបស់ឈាមនិងខ្យល់អុកស៊ីហ្សែនឲ្យទៅកាន់សាច់ដុំនិងខួរក្បាលបានល្អបង្កើនថាមពលសម្រាប់ពេញមួយថ្ងៃជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងមានសកម្មភាពរស់រវើកជួយការពារជំងឺបេះដូងនិងជំងឺលើឈាមដោយធ្វើឲ្យសម្ពាធឈាមនិងកូលេស្តេរ៉ុលនៅក្នុងស្ថានភាពល្អជួយឲ្យស្បែកភ្លឺរលោងនិងកាត់បន្ថយអារម្មណ៍តានតឹងដូច្នេះការហាត់ប្រាណពេលព្រឹកគឺជាកូនសោដែលអាចចូលទៅរក្សាអាយុវែងនិងសុខភាពល្អឧទាហរណ៍ប្រសិនបើអ្នកដើរពេលព្រឹក15នាទីរៀងរាល់ថ្ងៃអ្នកនឹងសង្កេតឃើញថាពេញមួយថ្ងៃនេះអ្នកមានថាមពលកាន់តែល្អនិងអារម្មណ៍ស្រស់ស្រាយចម្លាត់សំខាន់កុំចាំបាច់ធ្វើឲ្យខ្លួនតានតឹងធ្វើតាមកម្រិតដែលខ្លួនអាចធ្វើបាននិងរីករាយជាមួយការហាត់ងាយៗនេះមានតម្លៃខ្ពស់សម្រាប់សុខភាពនិងអាយុវែងទី4ទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃបើអ្នករំលោះអាហារពេលព្រឹកអ្នកនឹងអស់កម្លាំងងាយនឿយហត់ហើយប្រព័ន្ធរំលាយអាហារមិនដំណើរការល្អតើអាហារពេលព្រឹកល្អគួរមានអ្វីខ្លះប្រូតេអ៊ីនដូចជាស៊ុតសាច់មាន់សណ្តែកប្រូតេអ៊ីនជួយសាច់ដុំនិងជួយឲ្យឆ្អែតបានយូរកាបូអ៊ីដ្រាតល្អដូចជាបាយដំឡូងពោតឬនំប៉័ងធញ្ញជាតិវាជាអាហារថាមពលសម្រាប់ពេញមួយថ្ងៃផ្លែឈើដូចជាផ្លែប៉ោមក្រូចចេកផ្ដល់វីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មទឹកដោះគោឬយ៉ាវអ៊ួរផ្ដល់កាល់ស្យូមនិងប្រូតេអ៊ីនសម្រាប់ឆ្អឹងនិងពង្រឹងប្រព័ន្ធភាពស៊ាមតែសូមជៀសវាងមីកញ្ចប់និងអាហារដែលដាក់សារធាតុរក្សាគុណភាពច្រើនជៀសវាងអាហារចៀនដែលមានខ្លាញ់ច្រើនទឹកផ្អែមឬភេសជ្ជៈមានជាតិស្ករខ្ពស់អាហារពេលព្រឹកល្អនឹងផ្ដល់ថាមពលអារម្មណ៍ស្រស់ថ្លានិងការពារជំងឺក្នុងអនាគតទី5ជៀសវាងទម្លាប់អាក្រក់មួយចំនួនក្រោយពេលភ្ញាក់ពីដំណេកពេលព្រឹកគឺជាចំណុចចាប់ផ្ដើមសំខាន់សម្រាប់ពេញមួយថ្ងៃទោះជាយ៉ាងណាមនុស្សជាច្រើនមានទម្លាប់មួយចំនួនដែលអាចប៉ះពាល់ដល់សុខភាពទម្លាប់ដែលគួរតែជៀសវាងគឺភ្ញាក់ឡើងហើយចាប់ទូរស័ព្ទភ្លាមៗការទទួលព័ត៌មានឬសារលឿនពេកអាចធ្វើឲ្យរាងកាយមានអារម្មណ៍តានតឹងនិងបាត់បង់សមត្ថភាពផ្ដោតអារម្មណ៍ផឹកកាហ្វេភ្លាមៗឬច្រើនពេកកាហ្វេមានអត្ថប្រយោជន៍ប៉ុន្តែបើផឹកច្រើនពេកអាចធ្វើឲ្យស្រេកទឹកឈឺក្រពះនិងប៉ះពាល់ដល់ប្រព័ន្ធប្រសាទមិនហាត់ប្រាណការអង្គុយឬដេកស្ងៀមៗបង្កឲ្យរាងកាយខ្សោយឈាមមិនចេញចូលល្អនិងងាយនឹងមានជំងឺរ៉ាំងរ៉ៃជក់បារីឬផឹកស្រាពេលព្រឹកទម្លាប់ទាំងនេះបង្កគ្រោះថ្នាក់ដល់បេះដូងសួតនិងថ្លើមជំនួសវិញគួរតែដកដង្ហើមវែងៗដើម្បីឲ្យខ្យល់អុកស៊ីហ្សែនចូលរាងកាយផឹកទឹកស៊ុតមួយកែវដើម្បីបញ្ចេញជាតិពុលធ្វើចលនាឬហាត់ប្រាណតិចតួចញ៉ាំអាហារពេលព្រឹកមានសារធាតុចិញ្ចឹមចូលចងចាំថាទម្លាប់អាក្រក់តូចៗពេលធ្វើរាល់ថ្ងៃអាចក្លាយជាកត្តាដ៏ធំធេងប៉ះពាល់ដល់សុខភាពបើចេះជៀសវាងនិងជំនួសដោយទម្លាប់ល្អៗអ្នកនឹងមានថាមពលសុខភាពល្អនិងអាយុវែងជាងមុនមិនថាអ្នកអាយុប៉ុន្មានក៏ដោយទម្លាប់ពេលព្រឹកទាំងនេះអាចជួយឲ្យអ្នកមានជីវិតមានថាមពលអាយុវែងនិងសុខភាពល្អជាងមុនចងចាំ5យ៉ាងសំខាន់1កុំក្រោកភ្លាម2ផឹកទឹក1កែវ3ហាត់ប្រាណ4អាហារព្រឹកល្អ5
ជៀសវាងទម្លាប់អាក្រក់បើសិនអ្នកអនុវត្តរាល់ថ្ងៃអ្នកនឹងឃើញការផ្លាស់ប្ដូរមួយដ៏អស្ចារ្យសូមអរគុណដែលបានតាមដានចំបៃ TV កុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតជួបគ្នានៅវីដេអូក្រោយ